រឿងកូនសិស្សបាលីនិងអាចារ្យសក់វែងកាលពីព្រេងនាយមានភូមិមួយមានអាចារ្យម្នាក់ឈ្មោះអាចារ្យសក់វែងអាចារ្យសក់វែងនេះមានសិស្សជាច្រើនអ្នករៀនមន្តអាគមគាថាជាមួយគាត់ក្នុងចំណោមសិស្សទាំងអស់នោះមានកូនសិស្សម្នាក់ឈ្មោះបាលីជាក្មេងប្រុសម្នាក់ដែលឆ្លាតវៃរៀនពូកែហើយមានសីលធម៌ល្អថ្ងៃមួយអាចារ្យសក់វែងបានបង្រៀនកូនសិស្សអំពីវិធីសាស្ត្រប្រើមន្តអាគមដើម្បីកោះហៅយក្សគាត់បានព្រមានសិស្សទាំងអស់ថាការកោះហៅយក្សនេះគឺគ្រោះថ្នាក់ណាស់ហើយត្រូវតែប្រុងប្រយ័ត្នបំផុតបើយ៉ាងណាកោះហៅយក្សហើយមិនអាចគ្រប់គ្រងវាបានទេយក្សនឹងស៊ីអ្នកនោះឯងបាលីបានយកចិត្តទុកដាក់ស្ដាប់និងរៀនមន្តអាគមនោះយ៉ាងស្ទាត់ជំនាញលុះយប់មួយអាចារ្យសក់វែងបានគេងលក់យ៉ាងលុះស្រួលបាលីមានចិត្តចង់សាក់លបងមន្តអាគមដែលខ្លួនបានរៀនក៏បានលួចទៅកោះហៅយក្សនៅកណ្ដាលព្រៃពេលបាលីសូត្រគាថាចប់ស្រាប់តែមានយក្សមួយរូបធំសម្បើមបានលេចខ្លួនឡើងហើយសួរថាឯងកោះហៅអញមកមានការអ្វីបាលីភ័យបន្តិចដែរតែព្យាយាមរក្សាស្មារតីហើយឆ្លើយថាខ្ញុំចង់ឲ្យអ្នកធ្វើការងារឲ្យខ្ញុំយក្សឆ្លើយតបថាបានតែបើអញរកការងារឲ្យអញធ្វើមិនតាន់ទេអញនឹងស៊ីឯងបាលីក៏បានបញ្ជាឲ្យយក្សកាប់ឈើជីកស្រះរៀបចំចំការនិងធ្វើការងារផ្សេងៗទៀតច្រើនទៀតរហូតដល់ភ្លឺយក្សធ្វើតាមទាំងអស់ដោយមិនបង្អង់យូរលុះដល់ពេលព្រឹកបាលីអស់គំនិតមិនដឹងរកការងារអ្វីឲ្យយក្សធ្វើទៀតទេបាលីចាប់ផ្ដើមភ័យខ្លាចព្រោះយក្សអាចនឹងស៊ីខ្លួនភ្លាមនោះបាលីក៏នឹកឃើញដល់ក្បាច់រាំកន្ត្រៃដែលជាក្បាច់រាំរបស់អាចារ្យសក់វែងតែងតែរាំពេលទំនេរបាលីក៏បានបញ្ជាទៅយក្សថាឥឡូវនេះអ្នកត្រូវរាំក្បាច់កន្ត្រៃឲ្យខ្ញុំមើលរហូតដល់តែខ្ញុំបញ្ឈប់យក្សដោយគ្មានជំរើសក៏ចាប់ផ្ដើមរាំក្បាច់កន្ត្រៃនោះក្បាច់រាំនោះពិបាកណាស់ធ្វើឲ្យយក្សវិលមុខវិលវល់រហូតដល់ហត់នឿយយក្សបានរាំរហូតដល់ដួលសន្លប់បាត់ស្មារតីទៅពេលនោះអាចារ្យសក់វែងក៏បានភៀងពីដំណេកហើយតាមរកបាលីគាត់បានឃើញយក្សដេកសន្លប់ហើយបាលីកំពុងឈរនៅក្បែរអាចារ្យសក់វែងបានដឹងថាបាលីពូកែជាងខ្លួននឹងមានប្រាជ្ញាឆ្លៀសវៃក្នុងការដោះស្រាយបញ្ហា